นี่ฮะแฟนๆរបស់គុណហ៊ីងស៊ូធីទាំងអស់គ្នាជួយចុច like ចុច subscribe ចុចសញ្ញាកណ្ដឹង admin ដើម្បីមើលរឿងជួបផ្ទះមួយពូជរឿងចៅ fan ជាទីស្រឡាញ់របស់ admin នៅក្នុងថ្ងៃរៀបមង្គលការរបស់យ៉ាណានទូស្រីរបស់យើងគឺគាត់រំភើបខ្លាំងមែនតែនឪពុករបស់គាត់ក៏មោទនភាពសាច់ញាតិខាងប្រុសគេក៏បានមកអស់ហើយនៅសល់តែម្ដាយខាងប្រុសរួមជាមួយនឹងប្អូនស្រីខាងប្រុសមិនចេះបានឃើញសោះខាងប្រុសនឹងក៏មិនចេះបានឃើញមកដល់ដែរពេលមកដល់អ្នកនរគ្នាគឺបង្កភាពចលាចលខ្លាំងមែនទែនសុំអូតាគេ cancel លើពិធីរៀបការហ្នឹងដើម្បីឲ្យអូតាហ្នឹងគឺគេផ្ដល់នៅសំណងត្រឡប់មកវិញបានន័យថាយើងកក់លុយគេក្នុងការជួលអូតាហ្នឹងប្រហែលឲ្យគេស្វេមកវិញព្រោះគាត់គិតថាលុយដែលរៀបចំពិធីរៀបការថ្ងៃនេះគឺជាលុយកូនប្រុសរបស់គាត់នៅពេលដែលសាច់ញាតិខាងប្រុសបានមកដល់ណាទូស្រីរបស់យើងគឺរំភើបចិត្តខ្លាំងមែនតើព្រោះថ្ងៃពិសេសដែលទូស្រីរបស់យើងរងចាំអស់រយៈពេលជាយូរឆ្នាំមកហើយគាត់ស្រឡាញ់គ្នាជាមួយខាងប្រុសនេះគឺច្រើនឆ្នាំហើយទូស្រីយើងបានឧបត្ថម្ភគ្រប់គ្រងទៅលើខាងប្រុសនេះច្រើនមែនតើខាងប្រុសនេះមិនចាំបាច់ធ្វើអីអ្នកនរគ្នាខំតែរៀនទៅរៀនឲ្យចប់រៀនឲ្យប្រកាហើយបន្តមកទៀតគឺរកការងារល្អៗរកប្រាក់ខែដើម្បីចិញ្ចឹមផ្គត់ផ្គង់គ្រួសារទូស្រីយើងសុខចិត្តលំបាកវេទនាអ្នកនរគ្នាគាត់មិនខ្វល់ថាយ៉ាងណាទេគាត់សុខចិត្តលំបាកវេទនាតែឯងចឹងទៅដល់តែពេលថ្ងៃនេះបណ្ដាការគេអ្នកនរគ្នាឃើញខ្សែកកឡៃផ្លែប៉មមួយគូកណាត់ដូចសែនខ្មោចទឹកម្ដបអីហ្នឹងណាគេថានេះគឺជាបដាការដ៏ល្អអស្ចារ្យរបស់គេហើយសម្រាប់ទូស្រីរបស់យើងគាត់ក៏នឹកឃើញថាមិនចេះក៏អត់មកអត់កចឹងទៅហើយដល់ពេលហើយអ្នកនរគ្នាដឹងមិនទេខាងប្រុសគេថាម៉ាក់ហេតុអីក៏ឲ្យធ្វើដល់ថ្នាក់ហ្នឹងទូស្រីយើងក៏នឹកឃើញថាចេះថ្ងៃរៀបការរបស់គាត់ហេតុអីដូចជាលេងសើចម្លេះចង់និយាយចឹងណាហើយឪពុករបស់ទូស្រីនៅពេលហ្នឹងអ្នកនរគ្នាគាត់រៀងសង្ហាចិត្តដែរដូចថាគាត់អត់ទាន់និយាយអីទេនិយាយអត់ទាន់ចេញទេអ្នកនរគ្នាដោយសារយើងអត់ទាន់ដឹងសាច់រឿងថាវាបែបណាឲ្យបែបណីចឹងណាយើងក៏សង្ងំស្ដាប់មើលសិនក្រៃលុថាយើងគិតខុសឬគិតអាក្រក់លើគេចឹងទៅក្រោយមកទៀតអ្នកនរគ្នាដឹងមិនទេខ្សែកនិងខ្សែដៃដែលទូស្រីរបស់យើងបានទិញសម្រាប់រៀបចំពិធីរៀបការហ្នឹងគឺកងដៃត្រូវបានបងស្រីយកទៅពាក់ខ្សែកត្រូវបានម្ដាយហ្នឹងយកទៅពាក់ហើយគេថាហ្នឹងគឺជាលុយកូនប្រុសរបស់គេចឹងហើយគេមានសិទ្ធិយកទូស្រីយើងគឺពាក់កឡៃទិញកឡៃនិយាយទៅជាប៉ែនេះក្រតែមកដល់មើងងាយគេហ្មងហើយខ្លួនឯងអត់មានលុយក្នុងការរៀបចំចាត់ចែងកម្មវិធីទេប៉ុន្តែគាត់ងឿងឆ្ងល់ណាអ្នកនរគ្នាគាត់ថាការរៀបចំកម្មវិធីមួយនេះទាំងមូលនេះណាគឺជាលុយរបស់កូនប្រុសគាត់គ្រប់បែបយ៉ាងគឺបានដោយសារកូនប្រុសរបស់គាត់ចឹងហើយគាត់មានសិទ្ធិយកខ្សែកពាក់យកកងដៃពាក់គាត់មានសិទ្ធិអីក៏បានហើយសុកខាងអូតាល់គេមកនិយាយរឿង cancel ការរៀបការទូស្រីថាហើយ cancel ព្រោះខ្ញុំបានកក់មុនតាំង3ខែនោះគាត់ថាកក់មុន3ខែក៏ពិតមែនក៏ប៉ុន្តែដោយសារតែចង់និយាយថាខាងប្រុសហ្នឹងគេបាននិយាយរួចហើយថាគេបានរៀបការទេ cancel និយាយនឹងគេថាអញ្ចឹងគ្រាន់តែរៀបការស្រីធម្មតាសាមញ្ញម្នាក់ដែលត្រូវមកតោងកូនប្រុសរបស់គេប្រៀបដូចជាមាសពេជ្រហើយកូនប្រុសគេជាបរិសុទ្ធល្អអស្ចារ្យហើយមិនចាំបាច់អីត្រូវរៀបការនៅក្នុងស្ថានភាពទេទៅរៀបការនៅផ្ទះគេធម្មតាក៏បានទូស្រីយើងផ្ទះប្តីនឹងផាំងណាដោយសារខាងប្រុសហ្នឹងគេកាន់ជើងម្ដាយគេថាបើម្ដាយគេសុំឲ្យម្ដាយគេទៅបើម្ដាយគេចង់បានអីឲ្យម្ដាយគេទៅបើម្ដាយគេថាទ្រាំទៅទូស្រីថាទ្រាំបានប៉ុន្តែក៏មានកំណត់ដូចគ្នាដែរហើយអ្នកឯងជាស្អីណាកូនអ្នកឯងវាស្រោបមាសមកពីណាណែឈុតរៀបការមាសពេជ្រម្ហូបអាហារកន្លែងជូននេះគឺលុយខ្ញុំទាំងអស់សួរកូនអ្នកឯងមើលកូនអ្នកឯងបានចាយអី100គាត់ទៅលឺទូស្រីយើងញាក់ចំណាយលុយភ្លាមញាតមិត្តគេទាំងអស់ហ្នឹងគេក៏បានសើចច្បកក៏ងាប់ស្រីយកលុយមកទិញប្រុសហើយម៉ែខាងប្រុសវិញគេក៏ហៅប៉ូលីសមកអ្នកនរគ្នាគេប្តឹងទាបដាការព្រោះអីទូស្រីយើងគាត់បាន cancel គាត់ថាមិនបាច់រៀបការរៀបអាចស្អីទេរៀបការធ្វើស្អីគ្រួសារអីក៏អាក្រក់យ៉ាងហ្នឹងដល់ពេលហើយចឹងទៅគេថាមិនរៀបការល្អហើយឥឡូវនេះគេប្តឹងប៉ូលីសឲ្យទូស្រីយើងសងសំណងគេដល់ទៅ1លានកន្លះលើថ្លៃបដាការព្រោះរៀបការចឹងទៅដល់ពេលលេងលះគ្នាបែកគ្នាគេត្រូវសងបដាការទូស្រីយើងថាសួរកូនខ្លួនឯងទៅតាគួរសងអត់ហើយវាគួរទទួលបានបដាការនឹងអត់ណាសួរចុះសួរឡើងអ្នកនរគ្នាដល់តែពេលហើយចឹងទៅកូនប្រុសនេះវិញអ្នកនរគ្នាគូអត់មាត់អីទាំងអស់ម្ដាយថា1 1 2 2ទោះបីជាម្ដាយធ្វើខុសក៏មិនហ៊ានប្រកែកម្ដាយធ្វើមិនត្រូវក៏មិនហ៊ានប្រកែកម្ដាយឆ្លើយខុសរបៀបក៏មិនហ៊ានប្រកែជាមួយម្ដាយដែរនៅតែតាមម្ដាយនៅតែបដ ாய் តាមម្ដាយតាមអីចឹងទៅហើយទូស្រីយើងគាត់ខឹងណាទូស្រីយើងគាត់ខឹងគាត់ថាចេះគាត់ឲ្យណាគេថាកូនប្រុសគេហ្នឹងចិញ្ចឹមទូស្រីយើងរាប់ឆ្នាំហើយវាល្មមដល់ពេលដែលទូស្រីយើងត្រូវចំណាយលុយសងកូនប្រុសគេវិញហើយនៅចង់បានបដាការដល់ណាទៀត
chia mà đai đây là nghịch là ngôn khang nè đó khi nè đang tha côn khuôn ai ní ná cứ mình đai ở ban trai lui lên kia sông bay ta mà rồi ru nơi còn để xa tu sấy hộp cho còn để xa tu sấy riêng sâu còn để xa tu sấy sông bay ta thay trai vi rồi bỏ mà đai đó ngay nó có chia rồi bỏ tu sấy đai khuôn ai nhà đai miền ấy nè đó khi nè nó bây giờ khuôn ai mà đai miền ấy sao hai ba chia tam tiêm tam tia tam ở ao cây son sầm nón đã pe hai peli cây tập lập từ vĩnh cái tháo ở đường ấy chuột chắc mà đừng to đẹp ca mũi khi này phong tập đăng lên la tia sầm nón nhầm mình đã pe hai này đó khi này tu sấy nhưng còn te thằng bong thay te ở bong thay te thằng mà đai khi mấy nó te cặp liêng mà đong tia đó ở đầu bên tu sấy bao giờ mà đong hai cái tia mà đá ca câyในsầm nón phẩm an pon tập lập từ vĩnh nhà na này tia tu sấy bao giờ còn khăng này đó khi này còn khăng khăng mình tên kỳ sát miên mê từ vì cây mà tia sầm nón tia ấy á tu sấy dương còn cả ao còn cả prom ao prom ấy chẳng tư nơi bây để tu sấy dương prom ao sầm nón prom ao ấy thằng ao năng tơ hai ná cứ ao đầm bay bẩn chọc rường pon tai tu sấy dương có than trẻ nè anh chinh tơ ắt sưu lì mau sưu chinh tơ bẩn sưu pruok sai đai con đai nằng sai con nằng cứ chỉ trọp sầm bạt bọc quạt côn nè anh ăn miên sầm mặt tập hiệp tinh nè ná cứ chỉ lui bọc xem thằng ao từ đó là bọc nằng tập lập ở bên thằng ao bà sân chỉ đó là bọc nằng ao mình bàn tới cứ chinh pi cả lại nó mình ruồi đôi khi nè đài chẳng nè đó khi nè à sầm nón tiêm ti khi nè tơ mau nên nơi chuồn đó ngay hay khang provin nè đó khi nè đây bật tu sấy cái tha tu sấy dương chơi mơ nghi mà đai kê mơ nghi ấy chẳng á tu sấy bao dương thà men chỉ ca mơ nghi thế mai này anh bị on khlang bật men nát xem sấy cao mình tên đành châm bay ban nhà ấy nè hôm đó bên nâng nè anh bên chỉ thao tiếp khlang nè chẳng tu sấy dương cần ao lui nâng tới mai côn kê có sờ bài chất hay bởi dây pi chỉ đốn pi sạch như kê mau thằng nè đó kia sẽ chỉ đắc đôi kia thằng mà được đàn lụp lên trong ban trâu sờ bát kê mà được miên ca yên không à mà nước đai mình chơi khai yên trắng á tu sấy dương con cả cho cha chúng mình mê thủy để mới đi trong bịa và đăng tàn năng vinh hai mùi bên tiên là đọc này nè ai chỉ đốn mùi kê nè chỉ đốn mùi kê nâng miên tạc ca chẳng án trên đi tây admin cần đất lọ chia nè đọc này rong cham tạc ca chẳng án trên đi vô tại mặt đòn đó tập p2 chân tới nè đọc này đó p2 chân tới kia có vào bùa kia phắc ấy ai chỉ đốn mùi ní có vì lui thọt sờ cam ở hiệp thọt rụp hiệp thọt can giấy ấy tầng tam bật apro ní sờ lanh tu sấy nè đọc này bên tai khu các ban mai crop sừng cọt ban hai chẳng thưa ấy ở trên thì đôi ha bờ sân chị ơi mà đai cướp krong ban vì troll pe mà đai cái này đai có slide na cái kết cu đai pan ta pe khla cái này chương troll lên lô pe hu hai pe chẳng đang chùa bàn ha chỉ đốn môi nó khôi cho nên là đó cái này khôi trong tham vậy khôi trong tha việt thọt hay việt chạp ở nâng vô mà đã cả lại ở xây kế để đi chui đồ plug page vô máu tiền là mấy thọt vi tổ do tạo tu sấy được bỏ dừng hay ngày đã kê từ tu lên tập hall long này đó kia chập sẽ coi trên lại chứ nè cái ban lên tập hall là hay bạch chân ngon lên tập hall là ni nè mẹ đại xa luôn ai nứng riêng riêng bạc cái ta bờ sân khmin chùm núi tu sấy luôn nứng con mình ai bên smart phim đang đai ni hai đai mà đai kê cái miên mô tận nạp phim ta côn kê cha này ai ban côn trong đôi ban pích ban mi tầng klang chẳng cái chẳng hai cây mô tả nạp hiệp chụp phô côn cây bàn đai chia vậy để tu sấy dương mình ban mô tả nạp hiệp chụp mũi nút tê đã hai chẳng nè đó khi nhé bây giờ côn cây rim chop cây cả ban ao côn cây nó mà tẹt tông sẽ đây từ đắng nè côn rồi bao nè miên côn rồi bao nè miên nè đó khi nhé này đôi cam pia dây nâng snon mà bên chẳng thế cây cầm mau chẳng cái này nom côn pro cây bàn tay mà đó nè đó khi nhé cây mơ nghi đôi cái vậy tới mơ nghi phẩm mát tu sấy ba mấy mà đo cái lại ní kia còn mơ nghi phẩm mát chẳng đôi tập khi nhé ai việt lơ khi nhé tê này đó khi nhé đây xa chỉ đặc dương vì pia đai là mơ nghi kia đai chẳng thế nè đã hai khang nét tơ thay bà đá ca thay chai vi pro kê chỉ côn nè miên su than này ai miên sắm tập hiệp bà đo can châm ca chai vi nhâm ban cầm đặt nè đã pe lư tà rương chai lôi nè đó khi nhé vậy nếu cứ trong ban côn là sao lôi tế đã tập pe lư tà chai lôi chai ấy có chút lúc khi nhé vậy cặp chạc khi nhé loạn hay lời nếu cái bà đăng tia lôi làm phẩm man pon phẩm man mơ nó tia nó đó hai chân tới nè đó khi chú miên snap kia nè ba trăm tu sấy đó bao dưỡng ha mà đứa sấy kia ắt sam sấy kia miên chặt bài mà đứa pro á sầm lại chặt bài nghi lươn á đọc pe hai lời mà ba chương khlang đá có gì xin nhanh mà đòi khát đam khát chồng bọc bị tu sấy đó bao dương ban mau bẩn nè bẩn tay khát bong từ vĩnh lư đam nè đó khi cứ lư lốp chương năng thật tiền hay đã hai chân tới trong bật tô kê bật tô hả nè bán bật tô chơi như đó khi ơi ta hai à chờ đôn mui hai cứ chỉ bê rộ mà cứ là lời ní khang mê từ vĩ cây mau bắt đăng mà tòng tiền nè bắt đăng nó cứ bạch xua than này nè bắt đăng thế tu sấy dương ai nè bắt đăng không hay chân cứ tu sấy đó bao dương bắt đăng chân tới xong rồi nó tu sấy dương mà khai phẩm an pon phẩm bảy pon chiếng này đó khi
បើសិនជាអត់សងសំណងទេគឺនឹងត្រូវជាប់គុកហើយអញ្ចឹងត្រូវធ្វើកិច្ចសន្យាខាងប្រុសនេះចាប់ដើមស្ដាយក្រោយអ្នកនរគ្នាបើសិនជាខ្លួនណាគុំរស់នៅដោយការគ្រប់គ្រងរបស់ម្ដាយជ្រុលពេកចេះបែងចែកខុសត្រូវល្អអាក្រក់សខ្មៅប្រហែលជាមកដល់ពេលនេះខ្លួនមិនរងការលំបាកដល់ថ្នាក់នឹងទេប៉ុន្តែអត់មានស្អីក៏អត់មានដែរអ្នកនរគ្នាអើយគឺតទេស្អាតហ្មងហើយនិយាយពីអត្តចរិតអាក្រក់ខ្លាំងមែនតែនអញ្ចឹងហើយដល់ពេលនេះគឺវាតទេស្អាតវាឡងចង់វាខាតដើមហើយដល់តែពេលត្រូវការជំនួយគឺអត់មានជំនួយទេឥឡូវនេះអ្នកនរគ្នាគឺទូស្រីរបស់យើងគាត់ប្តឹងគេក៏មកលុតជង្គង់វ៉ទូស្រីរបស់យើងទាំងម៉ែទាំងកូនគេនេះគេមកសិតទៅហៅទូស្រីយើងកូនភាសាទូស្រីថាអត់ទេខ្ញុំមិនមែនកូនភាសាអ្នកឯងទេណាយើងបានចាប់គ្នាហើយរកតែលុយសងខ្ញុំមកអ្នកឯងចាប់ខ្ញុំប្រហែលអ្នកឯងត្រូវសងនឹងប៉ុណ្ណឹងដូចគ្នាដែរទាំងម៉ែទាំងកូនហ្នឹងមិនបាច់មកផ្អែមល្ហែមស្អុយរលួយស្អីទេខ្ញុំមិនចូលចិត្តភាពផ្អែមរបស់អ្នកនរគ្នាឡើយហើយអ្នកនរគ្នានៅពេលហ្នឹងគឺសម្រាប់ឱកាសពេលហ្នឹងដែរគឺតួស្រីរបស់យើងហ្នឹងគាត់ក៏ឲ្យសងសំណងអីទៅតាមលក្ខខណ្ឌអីចឹងទៅព្រោះធម្មតាពាក្យបណ្ដឹងអ្នកនរគ្នាតែគេឲ្យសងយើងត្រូវតែសងអញ្ចឹងគឺយាយហ្នឹងនៅឆ្លើយដាក់តួស្រីយើងទាញអំបោសមកហ្មងវាយក្បាលទាំងម៉ែទាំងកូនហ្នឹងឥឡូវអត់មានអញ៉ៃមកឆ្លើយក្នុងផ្ទះខ្ញុំទេខ្ញុំលើកលែងឲ្យប៉ុណ្្នឹងអរគុណខ្ញុំទៅអញ្ចឹងអ្នកនរគ្នាតួស្រីយើងគាត់ប្រឡងចប់គាត់មានការងារល្អធ្វើនិយាយទៅគឺអត់ប្រុសមិនមែនបានន័យថាខូចចិត្តនឹងប្រុសបោះបង់អីចោលគ្រប់យ៉ាងទេគឺអត់ប្រុសគឺប្រឹងកាន់តែខ្លាំងជាងមុនទៀតកាន់តែប្រកែកាន់តែល្អហើយឥឡូវកូនស្រីនេះអ្នកនរគ្នាទៅធ្វើយ៉ាងម៉េចលេងលបែងពាក់បំណុលគេឲ្យថតរូបស្រាតរូបអីចឹងណាបើមិនសងទេគេផុសរូបស្រាតហ្នឹងឥឡូវនេះអ្នកនរគ្នាគេគម្រាមនេះផុសរូបស្រាតផុសអីវាអាប់អោនគ្រួសារអត់មានលទ្ធភាពសងអាកូនប្រុសនេះក៏ខំប្រឹងគ្រប់មជ្ឈបាយទៅដើម្បីរកលុយសងគេចឹងទៅឥឡូវនេះត្រូវបានម្ចាស់បំណុលគេគម្រាមកំហែងបើសិនជាមិនសងលុយគេទេគេនឹងយករូបភាពហ្នឹងទៅផ្សព្វផ្សាយជាសាធារណៈមានការខឹងខ្លាចខ្មាស់អៀនភ័យបារម្ភហើយទាំងគ្រួសារអ្នកនរគ្នាត្រូវបានគេវាយចង់ងាប់ចង់រស់អត់ដឹងថាដោះស្រាយដោយវិធីណាទេហើយក៏មិនដឹងថាជួយដោយវិធីណាដែរហើយបងប្រុសអ្នកនរគ្នាស្ដីបន្ទោប្អូនមែនតែនប៉ុន្តែគ្រួសារនេះអសមត្ថភាពដោយសារតែរដងមានបញ្ហាខាងប្រុសនេះទូស្រីយើងដោះស្រាយបញ្ហាឲ្យគ្រប់យ៉ាងទាំងអស់តែបច្ចុប្បន្នគឺមិនដឹងថារកអ្នកណាដោះស្រាយទេនៅពេលនេះទើបដឹងថាអូទូស្រីរបស់យើងមានតម្លៃមានសារៈសំខាន់ចាប់ផ្ដើមស្ដាយក្រោយហើយក៏នាំគ្នាមកទៅហប់អ៊ូអឈូឆននៅចំពោះមុខផ្ទះរបស់ទូស្រីដើម្បីសុំជំនួយអ្នកនរគ្នាដើម្បីសុំឲ្យទូស្រីយើងជួយដល់លុតជង្គង់លុតអីរហូតដល់ស្លាប់ចឹងទៅអ្នកនរគ្នាចង់និយាយថាដល់ពេលហ្នឹងទៅស្លាប់ឈឹងអីចឹងទៅឪពុកទូស្រីនាំមកដល់ហើយចឹងទៅក៏អង្វរទូស្រីរបស់យើងគេសុំទោសសុំអីណាឪទូស្រីគាត់ខឹងគាត់ស្អប់ទូស្រីរបស់យើងគាត់ធ្លាប់មានមនោសញ្ចេតនាប៉ុន្តែគាត់ក៏មិនមានចេតនាថានឹងត្រូវវិលត្រឡប់ទៅវិញរកមនុស្សហ្នឹងដែរគឺអត់មានទេអ្នកនរគ្នាដោយសារមនុស្សប្រុសម្នាក់ហ្នឹងគឺធ្វើឲ្យគាត់ខកបំណងហ្នឹងក៏ច្រើនណាស់ដែរចឹងហើយបន្ទូស្រីរបស់យើងគាត់ដូចជាមិនមានចេតនាណាមួយត្រូវគ្នាវិញប៉ុន្តែគាត់ក៏ជួយចឹងទៅនៅឃើញថាគេមកអង្វរលុនទូគាត់ហើយទូស្រីយើងគាត់ទៅជជែកជាមួយនឹងម្ចាស់បំណុលក៏និយាយរឿងហេតុដើមតងសັບគ្រប់បែបយ៉ាងទៅទីតកតោនឹងការលេងល្បែងស៊ីសងវាជារឿងខុសច្បាប់មួយអ្នកនរគ្នាការដែលបង្ខំឲ្យមនុស្សម្នាក់ថតរូបអាភិសវាជារឿងខុសច្បាប់មួយទៀតចឹងហើយទូស្រីយើងគាត់ក៏ធ្វើកិច្ចសន្យាជាមួយគេចឹងទៅដើម្បីផ្ដល់សំណងផ្ដល់អីគ្រប់បែបយ៉ាងឲ្យចឹងខាងនោះគេក៏ព្រមចឹងទៅទូស្រីយើងគាត់ក៏រៀបចំកាមេរ៉ាកម្មអីថតឡើងស្រាច់ណាដើម្បីស្អីអ្នកនរគ្នារក្សាផុសតាងទុកដើម្បីសងសឹកត្រឡប់ទៅវិញហើយគ្រួសារនេះដូចកណ្ដុលអ្នកនរគ្នាដូចកណ្ដុលត្រូវទឹកអញ្ចឹងគឺខ្លាចគេឡើងរញ័រហើយអាម្ចាស់បំណុលនេះចង់បញ្ចប់ត្រូវបានប៉ូលីសចាប់ទូស្រីយើងនៅមេធាវីនឹងសហការគ្នាយ៉ាងរីករាយហើយក៏ចាត់ការលើអាម្ចាស់បំណុលមិនចាប់បាច់សងបំណុលទូស្រីយើងក៏មិនអស់លុយអាប៉ែតនេះក៏ត្រូវជាប់គុកទៀតអ្នកនរគ្នា2តង់ណាច្បាប់ជាប់គុកនេះ2តង់ទី1លបែងទី2ហ្នឹងគឺបង្ខំការបង្ហោះរូបស្រាតគេហ្នឹងណាដល់ហើយចេញមកវិញអញ្ចឹងណាឪរបស់ទូស្រីនៅឃើញថាឯងគិតនៅតាក់ទងមួយពួកហ្នឹងថាអត់ទេអត់តាក់ទងទេទាំងគ្រួសារបានមកអរគុណនឹងសុំទោសទូស្រីយើងនិយាយទៅមានចេតនាដើម្បីសុំភ្ជាប់និស្ស័យឡើងវិញណាតែទូស្រីយើងក៏ថាជារឿងលុយជាពាក់គាត់ក៏ទទួលយកប៉ុន្តែបើឲ្យគាត់ភ្ជាប់និស្ស័យជាមួយគាត់អត់ទេដោយសារពួកយើងមិនមាននិស្ស័យជាមួយគ្នាហើយផ្ដាច់និស្ស័យនឹងត្រឹមនឹងទៅអ្នកនរគ្នាជីវិតទូស្រីយើងកាន់តែហាយសូកាន់តែលយឆាយហឺហាតែជីវិតខាងប្រុសតាំងពីគ្មានទូស្រីមកគឺរងការលំបាកច្រើនអ្នកនរគ្នាហត់នឿយណាត្រូវរលួយសងទូស្រីយើងជាប្រចាំសងបំណុលគ្រួសារជាប្រចាំមិនដែលមានការស្លៀកពាក់ស្អាតឬស៊ីឆ្ងាញ់ដេកស្រួលទេហើយមកដល់ពេលនេះគិតថាទូស្រីយើងអាចនឹងមានក្តីអាណិតខ្លះអាណិតដែរដល់គ្នាបើយើងនិយាយថាអត់អាណិតមិនអាចទេព្រោះយើងធ្លាប់ស្រឡាញ់គេហើយមនុស្សនឹងរាល់ថ្ងៃមើលទៅភ្ញាក់ខ្លួនដឹងទោសដឹងកំហុសដែរប៉ុន្តែចុងក្រោយវាបានត្រឹមតែអាណិតនឹងឯង